Ok,ជំរាបសួរក៏ដូចជាស្ដីដល់សិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការសិក្សាអំពីលំហាត់ limit អូខេ ឥឡូវ limit របស់យើងទាំងអស់គឺមានចំនួន3ខ្ទង់យើងចូលដល់លំហាត់ទីក limit របស់យើងករបស់យើងគឺ limit x ខិតទៅរកដក2នៃ x ការ៉េបូក 4x ដក4នៅលើ x ការ៉េដក 3x ដកឲ្យនឹង4អូខេ limit មួយខ្ទង់នេះយើងធ្វើការចំនួនលេខ x របស់វាដោយដក2សិនដើម្បីកំណត់ថាវាគឺជារាងដែលកំណត់លេខបានឬមួយក៏វាគឺជារាងដែលមិនកំណត់អូខេឥឡូវយើងមកចំនួនលេខទាំងអស់គ្នាបើសិនជាយើងចំនួនដក2ដែល x គឺយើងបានដក2លើកជាការ៉េបូកឲ្យនឹង4គុណនឹងដក2ដកឲ្យនឹង4អូខេឥឡូវយើងមើលថាដក2ការ៉េគឺស្មើនឹង4 4ដក4គឺឲ្យ0 4គុណនឹងដក2គឺស្មើនឹងដក8ចឹងយើងឃើញថាប្រភេទ limit នេះគឺមិនមែនជាប្រភេទ limit ដែលរាងមិនកំណត់0លើ0ណាណាទៅណាណាមួយបូកកំណត់ដកកំណត់នេះទេចឹងយើងធ្វើការចំនួនលេខរបស់វាដោយធម្មតាឥឡូវយើងចំនួនលេខវាដក2លើកជាការ៉េបូកឲ្យនឹង4គុណដក2ដក4នៅលើដក2លើកជាការ៉េដក3គុណនឹងដក2ដកឲ្យនឹង4អូខេឥឡូវកាលណាយើងចំនួនលេខអញ្ចឹងហើយដក2លើកជាការ៉េគឺយើងបាន4គឺនឹងដក2គឺដក8ដក4តបមកខាងក្រោមដក2លើកជាការ៉េគឺបាន4ដក3គុណនឹងដក2គឺស្មើនឹងបូក6ដកឲ្យនឹង4ឥឡូវយើងមើល4ដក4គឺវាអស់4ដក4គឺវាអស់ចឹងចំណុចដែលយើងនៅសល់គឺដក8លើក6ប៉ុន្តែដក8លើក6យើងធ្វើការសម្រួលជាមួយនឹង2ចោលចឹងចំណុចរបស់យើងចុងក្រោយគឺស្មើនឹងដក4នៅលើ3គេចឹងយើងដាក់ដូចនេះមកដូចនេះ limit x ខិតទៅរកដក2នៃ x ការ៉េបូក 4x ដក4នៅលើ x ការ៉េដក 3x ដកឲ្យនឹង4គឺស្មើឲ្យដក4នៅលើ3ហើយឥឡូវយើងចូលទៅមើលខ្ទង់ខរបស់យើងម្ដងខ្ទង់ខរបស់យើងលំហាត់យើងគឺ limit x ខិតទៅរក3នៃ x ការ៉េដក 7x បូក12នៅលើ x ការ៉េដក 6x បូកឲ្យនឹង9អូខេឥឡូវមុននឹងចូលទៅដល់ការដោះស្រាយលំហាត់ limit នេះយើងធ្វើការកំណត់រាងរបស់វាសិនថាវាគឺជារាងអ្វីឬមួយក៏វាគឺជារាងដែលអាចកំណត់ជាលេខបានឥឡូវយើងចំនួន x ដល់3ជួយយើងបាន3ការ៉េដក7គុណឲ្យនឹង3បូក12នៅលើ3ការ៉េដក6គុណនឹង3បូក9ជួយយើងដឹងហើយ3ការ៉េរបស់យើងគឺស្មើនឹង9ដក7គុណនឹង3ដក21បូក12នៅលើ3ការ៉េគឺ9ដក6គុណនឹង3គឺដក18បូកនឹង9ឥឡូវយើងមើល9នេះបូកជាមួយ12គឺស្មើនឹង21ដក21គឺវាស្មើ0ចំណែកខាងក្រោម9បូកvớiនឹង9គឺស្មើនឹង18 18ដក18គឺស្មើនឹង0អញ្ចឹង limit ខ្ទង់ខរបស់យើងគឺស្ថិតនៅក្នុងរាងមិនកំណត់0នៅលើ0តើ limit ដែលស្ថិតនៅក្នុងរាងមិនកំណត់0នៅលើ0យើងធ្វើការដោះស្រាយវារបៀបម៉េចយើងទៅមើលទាំងអស់គ្នាចំពោះ limit ដែលមានប្រភេទរាងមិនកំណត់0លើ0យើងធ្វើការបំបែកឥឡូវឧទាហរណ៍ថាលំហាត់ limit របស់យើងគឺស្ថិតនៅក្នុង degree ទី2អញ្ចឹងយើងធ្វើការបំបែក degree ទី2នេះឲ្យទៅជាពពួកផលគុណកតាដោយការគុណខ្វែងដើម្បីឲ្យស្រួលកតាដែលដូចគ្នាចោលឥឡូវយើងដាក់រាងមិនណា0លើ0ហេឥឡូវយើងមើលប្រភេទរបស់យើងប្រភេទខាងលើរបស់យើងគឺ x ការ៉េដក 7x បូកនឹង12 x ការ៉េដក 7x បូកនឹង12ចំពោះ degree ទី2
បញ្ជាក់ថាចំពោះតែដល់ក្រេទី2ប៉ុណ្ណោះទើបយើងអាចធ្វើផលគុណខ្វែងបានអូខេឥឡូវយើងមើលចំពោះផលគុណខ្វែងយើងធ្វើការគុណតែតួនៅខាងចុងតែប៉ុណ្ណោះឥឡូវយើងមើល x ការ៉េតើ x ការ៉េប៉ុន្មានគុណប៉ុន្មានស្មើនឹង x ការ៉េគឺប្រកាសជា x គុណនឹង x ចំពោះ12វាមានផលគុណច្រើនដែលគុណផលគុណចំនួន2ដែលគុណចូលគ្នាទៅវាស្មើនឹង12គឺវាមាន4គុណនឹង3វាមាន6គុណនឹង2មាន12គុណនឹង1ហើយបន្ទាប់មកមានច្រើនទៀតទៅប៉ុន្តែយើងក៏លេខមើលថាផលគុណកណ្ដាលច្រឡំតួលេខកណ្ដាលរបស់វានេះគឺ 17x ចុះចំពោះ 17x ដើម្បីធ្វើការបូកដកវាឲ្យស្មើទៅនឹងផលតួកណ្ដាលរបស់វាគឺយើងយកផលគុណ4គុណនឹង3ហើយឥឡូវយើងមើលទាំងអស់នេះបើសិនជាយើងយក4គុណនឹង3ធ្វើការគុណខ្វែងគ្នាមក x គុណនឹង3 3x x គុណនឹង4 4x អូខេឥឡូវយើងមើលតួកណ្ដាលរបស់យើងគឺធ្វើយ៉ាងម៉េចឲ្យស្មើនឹង 17x អូខេ 17x ហើយបន្ទាប់មក 3x យើងមាន 3x និង 4x ចុះយើងធ្វើការដក 3x ដក 4x ដើម្បីឲ្យស្មើ 17x កាលណាយើងថែមដកទាំងពីរនេះគឺយើងត្រូវការថែមដកនៅកន្លែងដែលយើងគុណខ្វែងផងដែរអញ្ចឹងផលគុណកត្តាដែលយើងត្រូវការនៅក្នុងលំហាត់នេះគឺយើងយក x ដក 4 កត្តា x ដក 3 អូខេឥឡូវយើងទៅសេទាំងអស់គ្នា limit x ខិតទៅរក3នៃ x ដក 4 កត្តាឲ្យ x ដក 3 អូខេឥឡូវចំពោះប្រភេទនៅខាងលើយើងធ្វើការស្វែងរកផលជាផលគុណកត្តាបានហើយយើងមកប្រឡែងមើលខាងក្រោមម្ដងខាងក្រោមរបស់យើងគឺជាដូចប្រភេទទី2ដូចគ្នាចឹងយើងធ្វើការបំបែកជាផលគុណកត្តាដោយការគុណខ្វែងអូខេឥឡូវយើងមើល x ការ៉េដក 6x បូកvới 9 អូខេ x ការ៉េដក 6x បូកvới 9ចំពោះ x ការ៉េនេះគឺ x គុណនឹង x ចំពោះ 9យើងមាន3គុណ3ហើយ9គុណនឹង1ប៉ុន្តែផលគុណដែលយើងត្រូវការនៅក្នុងដឺក្រេទី2របស់យើងដើម្បីឲ្យវាស្មើទៅនឹងតួលេខកណ្ដាលរបស់វាគឺដក 6x នេះគឺយើងយកផលគុណ3គុណនឹង3អូខេកាលណាយកផលគុណ3គុណនឹង3យើងគុណខ្វែងគ្នាមកនេះ x គុណនឹង3គឺ 3x x គុណនឹង3គឺ 3x ដើម្បីឲ្យវាស្មើនឹងដក 6x យើងត្រូវការថែមដកទាំងពីរមុខលេខទាំងពីរថែមដកមកដក 3x ដក 3x គឺស្មើនឹងដក 6x កាលណាយើងថែមដកទាំងពីរខ្ទង់យើងក៏ធ្វើការថែមដកនៅកន្លែងដែលយើងគុណខ្វែងផងដែរអញ្ចឹងដល់ក្រេទី2ប្រភេទខាងក្រោមរបស់យើងគឺយើងយកស្មើនឹងផលគុណកត្តា x ដក 3 កត្តា x ដក 3អូខេឥឡូវយើងមើលយើងអាចបំបែកជាផលគុណកត្តាទាំងពីរប្រភេទទាំងលើនិងប្រភេទទាំងក្រោមហើយបន្ទាប់មកយើងធ្វើការសម្រួលអ្វីដែលដូចគ្នាចោលអូខេឥឡូវយើងមើលអ្វីដែលដូចគ្នាគឺ x ដក 3 ចឹងយើងធ្វើការសម្រួល x ដក 3 ចោលចឹងអ្វីដែលយើងនៅសល់គឺ limit x ខិតទៅរក3នៃ x ដក 4 នៅលើ x ដក 3អូខេកាលណាយើងសម្រួលគ្នាហើយយើងអាចធ្វើការជួសលេខចូលតែម្ដងយើងធ្វើការជួស x ដោយ3 3ដកនឹង4នៅលើ3ដក3ហេ3ដក4គឺស្មើនឹងដក1 3ដក3 0ចឹងដូចដែលយើងបានដឹងហើយចំពោះលេខអ្វីក៏ដោយឲ្យតែស្ថិតនៅពីលើ0គឺវាស្មើឲ្យនឹងអណ្ណន់អូខេលេខលើ0គឺស្មើនឹងអណ្ណន់ប៉ុន្តែយើងសង្កេតឃើញថាលេខរបស់យើងគឺស្ថិតនៅក្នុងប្រភេទលេខអវិជ្ជមានអញ្ចឹងអណ្ណន់របស់យើងគឺវាមានបូកអណ្ណន់ផងដកអណ្ណន់ផងប៉ុន្តែលេខរបស់យើងគឺអវិជ្ជមានអញ្ចឹងយើងធ្វើការចែកនឹងដកទៅគឺស្មើនឹងដកអណ្ណន់តែចឹង limit ខ្ទង់ខរបស់យើងគឺស្មើដកអណ្ណន់ដូចនេះ limit x ខិតទៅរក3 x ការ៉េដក 7x បូក12នៅលើ x ការ៉េដក 6x
cứ smileនឹងដកអណន់ហេឥឡូវយើងកន្លែងមកមើលខ្ទង់កម្ដងខ្ទង់ករបស់យើងគឺ limit x គិតទៅរកដក2នៃ x គីបបូក 3x ក្រេបូក 2x នៅលើ x ក្រេដក x ដកឲ្យនឹង6អូខេឥឡូវមុននឹងយើងចូលដល់ការដោះស្រាយលំហាត់ limit នេះយើងគួរតែកំណត់រាងរបស់វាសិនថាវាស្ថិតនៅក្នុងរាងអ្វីអូខេឥឡូវយើងជួស x ឲ្យដក2អញ្ចឹងដក2លើកជាទៀតបូកឲ្យនឹង3ដក2លើកជាការ៉េបូកនឹង2គុណនឹងដក2នៅលើដក2លើកជាការ៉េដកឲ្យនឹងដក2ដកឲ្យនឹង6ហេឥឡូវយើងមើលដក2លើកជាគីបគឺស្មើនឹងដក8ដក8ចំណែកឯដក2លើកជាការ៉េគឺស្មើនឹង4 4គុណនឹង3គឺ12ចំណែក2គុណនឹងដក2គឺដក4នៅលើដក2លើកជាការ៉េ4ដក2គុណនឹងដក2គឺបូកនឹង2ដក6ហេចំពោះដក8ដកឲ្យនឹង4គឺស្មើនឹងដក12ដក12បូក12គឺស្មើនឹង0ចំណែក4បូកឲ្យនឹង2គឺស្មើ6 6ដក6គឺស្មើនឹង0ចឹងខ្ទង់គោលរបស់យើង limit របស់យើងគឺស្ថិតនៅក្នុងរាងមិនកំណត់0លើ0រាងមិនកំណត់0លើ0ហើយឥឡូវយើងមើលប្រភេទខាងលើរបស់យើងគឺ x គីបបូកឲ្យនឹង 3x ការ៉េបូកឲ្យនឹង 2x ហើយឥឡូវយើងសង្កេតមើលថាផលគុណអ្វីដែលដូចគ្នាអូខេឥឡូវយើងមើលវាមាន x ដូចគ្នាអញ្ចឹងយើងធ្វើការចាប់ x ជាកត្តាមកចឹងកាលណាយើងចាប់ x ជាកត្តាយើងបាន x ការ៉េបូក 3x បូកឲ្យនឹង2នៅលើ x ការ៉េដក x ដកឲ្យនឹង6អូខេឥឡូវកាលណាយើងចាប់ x ជាកត្តាហើយយើងទទួលបានដឺក្រេទី2ហើយដូចដែលយើងដឹងស្រាប់ហើយដឺក្រេទី2គឺយើងធ្វើការគុណខ្វែងអូខេឥឡូវយើងមើល x ការ៉េរបស់យើងគឺស្មើនឹង x គុណនឹង x ចំណែក2គឺមានតែផលគុណចំនួន1ទេដែលគុណទៅស្មើនឹង2គឺ2គុណនឹង1ហើយឥឡូវយើងធ្វើការគុណខ្វែងគ្នាការយើងគុណ x ជាមួយយក x គុណនឹង1គឺស្មើនឹង x គុណនឹង2គឺ 2x អញ្ចឹងយើងធ្វើយ៉ាងណាគឺឲ្យស្មើទៅនឹង 3x ហេដើម្បីស្មើនឹង 3x គឺយើងធ្វើការបូក x បូកvớiនឹង 2x កាលណាយើងបូកទាំងពីរតួនេះគឺយើងធ្វើការបូកកន្លែងដែលយើងគុណខ្វែងគ្នាដែរគឺផលគុណកត្តាដែលយើងទទួលបានគឺ x បូក2កត្តានឹង x បូក1ទេឥឡូវយើងsẽ limit x គិតទៅរកដក2នៃ x x បូក2 x បូក1ហើយឥឡូវចំពោះប្រភេទខាងក្រោមរបស់យើងគឺយើងធ្វើការគុណខ្វែងដូចគ្នាគឺ x ការ៉េដក x ដកឲ្យនឹង6 x ការ៉េរបស់យើងគឺស្មើឲ្យនឹង x គុណនឹង x ចំណែក6របស់យើងគឺមាន3គុណនឹង2ហើយនឹង6គុណនឹង1ប៉ុន្តែផលគុណដែលយើងត្រូវការនៅក្នុងការគុណខ្វែងនេះគឺយើងយក3គុណនឹង2ហើយឥឡូវកាលណាយើងយក3គុណនឹង2គឺយើងធ្វើការគុណខ្វែងគ្នាមកនេះ x គុណនឹង2គឺ 2x x គុណនឹង3គឺ 3x ធ្វើយ៉ាងណាគឺឲ្យស្មើនឹងតួកណ្ដាលរបស់វាគឺដក x អញ្ចឹងកាលណាយើងថាបូកពីមុខ 2x ហើយដកពីមុខ 3x គឺស្មើនឹងដក x ពីព្រោះបូក 2x ដកឲ្យនឹង 3x គឺស្មើនឹងដក x កាលណាយើងថែមបូកពីមុខ 2x យើងថែមបូកពីមុខ x បូកនឹង2ដែរចំណែកឯដកវិញគឺយើងថែមដកខាងនេះដែរតែឥឡូវផលគុណកត្តាដែលយើងទទួលបានគឺ x ដក3កត្តានឹង x បូក2ឥឡូវយើងសេx ដកឥឡូវ x បូក2កត្តានឹង
đọc 3 lấy dương mở cái này dương một bài viết chỉ pha con ta hỏi dương phơ ca sùng đồ bài được khi cháu cứ x bột pi chống dương được xem vậy là nó sáu cứ limit x hết từ độ pi này x cái ta ai nè x bột muối nên lớn x độ 7 heyแล้วการได้สมรุปนี้ให้ต่อมาយើងអាចធ្វើការចំនួនលេខយកតែម្ដងអញ្ចឹងដក2នេះគឺដក2បូកឲ្យនឹង1នៅលើដក2ដកឲ្យនឹង3អញ្ចឹងចំពោះដក2បូកឲ្យនឹង1គឺស្មើនឹងដក1ដក1គុណនឹងដក2គឺស្មើឲ្យនឹង2ចំណែកខាងក្រោមដក2ដកឲ្យនឹង3គឺស្មើនឹងដក5ប៉ុន្តែដកនេះខ្ញុំទាញយកមកមុខភាពតែម្ដងចឹងចំណុចlimit របស់យើងគឺស្មើនឹងដក2នៅលើ5ចឹងយើងដាក់ដូចនេះ limit x គឺទៅរកដក2នៃ x គីបបូកឲ្យនឹង 3x គេបូក 2x លើ x គេដក x ដកឲ្យនឹង6គឺស្មើនឹងដក2នៅលើ5แล้วចំពោះ limit លំហាត់ទាំង3ខ្ទង់នេះចម្លើយវាឃើញតែឃើញត្រឹមនេះអូខេឥឡូវយើងកាលណាយើងអាចដោះស្រាយលំហាត់ទាំង3នេះហើយយើងអាចធ្វើការរៀនធ្វើលំហាត់នេះបានគឺ limit x ខិតទៅរក4នៃ x ការ៉េដក 6x បូកឲ្យនឹង8នៅលើ x ការ៉េដក 5x បូកឲ្យនឹង4ចំពោះដកការ៉េទី2បញ្ជាក់ចំពោះដកការ៉េទី2គឺយើងអាចធ្វើជាផលគុណយើងអាចធ្វើជាផលគុណចម្លាស់គ្នាបានអូខេផលគុណច្រើនអញ្ចឹងយើងអាចសម្រួលអ្វីដូចគ្នាចោលហើយបន្ទាប់មកចំនួនលេខអ្នកទាំងអស់គ្នាអាចយកលំហាត់នេះទៅរៀនធ្វើបានហើយបន្ទាប់មកទម្លាក់ចម្លើយនៅក្នុង comment ទាំងអស់គ្នាអរគុណសម្រាប់ការទស្សនា